ចាបងប្អូនចង់ឆាតកួននៅទទួលបានរសជាតិឆ្ងាញ់ក៏យើងត្រូវចេះរើសមើលតកួនហើយនឹងគ្រឿងផ្សំផ្សេងបន្លែខ្លះមកលាយជាមួយក៏ដូចជាសាច់ដែរបើមិនអញ្ចឹងទេយើងឆាទៅអត់ឆ្ងាញ់ចាមុខម្ហូបនេះជាទូទៅគឺអ្នកណាក៏ចេះធ្វើដែរគ្រាន់ថាពេលខ្លះហេតុអីក៏យើងធ្វើអត់ឆ្ងាញ់ដូចគេមែនទេបងប្អូនខ្លះឆាទៅគឺតកួនឡើងខ្មៅហើយស្វិតហ្មងហើយធំក្លិនកពុលចាដូច្នេះហើយបើសិនបងប្អូនចង់ដឹងថានឹងខ្ញុំឆាមិនឲ្យឃើញពណ៌តកួនស្រស់ស្អាតហើយទទួលបានរសជាតិឆ្ងាញ់កុំភ្លេចណាតាមដានទស្សនាវីដេអូនេះរហូតដល់ហើយសម្រាប់គ្រឿងផ្សំដោយបងប្អូនឃើញនៅក្នុងវីដេអូនេះដែរនេះខ្ញុំមានការ៉ុតចាក៏ដូចជាតកួនចាហើយនឹងមានខ្ទឹមមានអីនឹងឯងសាច់នេះខ្ញុំដាក់សាច់ជ្រូកបន្តិចសាច់មាន់សម្រាប់ខ្ទឹមគឺនេះខ្ញុំច្រាមរៀងច្រើនបន្តិចដែរបងប្អូនណាព្រោះរៀងជឿចិត្តខ្ទឹមអញ្ចឹងហើយយើងក៏មានដាក់ស្លឹកខ្ទឹមស្លឹកអីដែរឆាបន្លែពណ៌បៃតងអ្នកខ្លះគេដាក់ស្លឹកខ្ទឹមណាអីទេព្រោះដោយសារដាក់ទៅវាអត់លើកសម្រស់ប៉ុន្តែយើងអាចដាក់ដើម្បីបង្កើនក្លិនឲ្យកាន់តែឈ្ងុយចឹងហើយសម្រាប់ការ៉ុតវិញគឺនេះខ្ញុំមុននឹងហាន់គឺនេះខ្ញុំឈូសវាដើម្បីទី1យើងបានម៉ូតហើយទី2យើងឈូសវាចឹងទៅយើងយកវាទៅឆាបានតែសាច់ពេលញ៉ាំទៅក៏ចូលជាតិល្អដែរបងប្អូនអើយនិយាយទៅការ៉ុតបើសិនជាបងប្អូនអត់ហាន់វាស្ដាងវាឆិតចឹងទេពេលយើងឆាជាមួយតកួនយើងឆាឆ្ងាញ់ទេហើយហាន់វាស្ដាងហើយវាមានសម្ព័ន្ធភាពសម្រាប់របស់វាទៀតដោយសារយើងឈូសវាទៅវាចេញរូបរាងដូចក្បាច់តេជនាអញ្ចឹងណាបងប្អូនមុខម្ហូបទី1គឺសម្រស់ទី2គឺរសជាតិនឹងឯងបងប្អូនអើយបើសិនជាមើលទៅអត់ឃើញមានសម្រស់ស្អាតទេធ្វើឲ្យយើងអត់ចង់យកចង្កឹះទៅភ្លក់ឬក៏ចានស្លាបព្រាដួសហូបទេប៉ុន្តែបើកមកឃើញស្អាតទៅបីមិនតាន់ឆ្ងាញ់ក៏ដោយដែរគេថាចេះដូចតែសម្រស់របស់មនុស្សយើងដែរមុនដំបូងគេសម្លឹងលើសម្រស់សិនបន្ទាប់មកបានទៅស្វែងយល់ចំណុចផ្សេងទាំងចំណេះដឹងទាំងអីស៊ីជម្រៅអញ្ចឹងហើយដូចនាងខ្ញុំថាយ៉ាងឯងអញ្ចឹងត្រូវតែមានសម្រស់ឲ្យបានស្រស់ស្អាតសិនចាហើយសម្រាប់មុខម្ហូបមួយមុខនេះដែរបងប្អូនបើសិនជាយើងប្រើខ្ទឹមរៀងច្រើនវាឆ្ងាញ់ហើយយើងមិនបាច់ខ្ញុំបំពងវាដល់ខ្លោចទេយើងលីងវាមុំមកឈ្ងុយទៅបានហើយបងប្អូនបន្ទាប់មកចាំយើងយកចាសាច់យកសាច់ជ្រូកគឺយើងត្រូវដាក់មុនបងប្អូនព្រោះសាច់មាន់ដែលនេះខ្ញុំដាក់នេះជាប្រភេទសាច់មាន់នាងផុយអញ្ចឹងទៅមិនបាច់ដាក់មុនទេសាច់ជ្រូកយើងដាក់មុនហើយយើងរងាស់សាច់ជ្រូករបស់យើងជាមួយនឹងគ្រឿងបើចេញស្ករទឹកត្រីទឹកអីរបស់យើងនឹងមកចូលគ្នាយើងងាស់វាឲ្យផុយខ្លាញ់ជ្រូកឡើងផុយទុនហ្នឹងបានឆ្ងាញ់បើបងប្អូនឆាអត់ងាស់វាទេខ្លាញ់ជ្រូកនៅរឹងអត់ឆ្ងាញ់ទេណាបងប្អូនចាពេលឃើញថាខ្លាញ់ជ្រូករបស់ខ្ញុំហ្នឹងចាប់ដើមផុយហើយដាក់សាច់មាន់មកចាដាក់ស្លាបមាន់នេះខ្ញុំដាក់មួយទេដល់មកយើងងាស់វាមិនស្ទុះទៀតរឿងផុយហើយចាប់ដើមដាក់បន្លែរឹងការ៉ុតរបស់យើងហ្នឹងការ៉ុតយើងដាក់ងាស់វាមិនស្ទុះដែរឲ្យផុយមិនឆ្ងាញ់ណាបងប្អូនបើសិនបងប្អូនចូលចិត្តច្រំបាច់ផុយខ្លាំងទេអញ្ចឹងនឹងខ្ញុំក្រូបមកពេលការ៉ុតរបស់យើងរៀងឆ្អិនហើយយើងចាប់ដើមយកតកួនមកដាក់មកយើងជ្រូកត្រឡប់បងប្អូនចំណុចនេះបងប្អូនត្រូវប្រើភ្លើងឲ្យខ្លាំងតកួនមិនថាតកួនចិនតកួនខ្សែតកួនអីទេបើបងប្អូនអត់ដាក់ភ្លើងខ្លាំងទេគឺតកួនរបស់យើងច្បាស់អើមាននេះតកួនរបស់យើងពណ៌អត់ស្រស់ស្អាតទេហើយធំក្លិនកពុលអត់ឆ្ងាញ់ទេណាបងប្អូនអញ្ចឹងដាក់ភ្លើងឲ្យរៀងខ្លាំងហើយយើងជោគត្រឡប់វារៀងលឿនមកបន្ទាប់មកចាំពេលវាតុនឆ្អិនហើយយើងចាប់ដើមដាក់ជាមួយនឹងចាស្លឹកខ្ទឹមមកជាការស្រេចហើយនិយាយទៅមួយមុខនេះមិនពិបាកធ្វើទេហើយយើងឆាបើបងប្អូនអត់ចូលចិត្តមានទឹកទេបងប្អូនងវារៀងដាច់ទឹកតិចទៅនាងខ្ញុំចូលចិត្តឆាមានទឹកអញ្ចឹងណាអញ្ចឹងនាងខ្ញុំដាក់ទឹករៀងច្រើនតិចចាថ្ងៃហ្នឹងរៀងតឹងច្រមុះដោយសារអាកាសធាតុវាអាប់អួរអញ្ចឹងណាចាអញ្ចឹងវីដេអូរបស់នាងខ្ញុំថ្ងៃហ្នឹងមានប៉ុណ្្នឹងឯងបើសិនបងប្អូនចង់ដឹងអីពីនាងខ្ញុំបន្តទៀតបងប្អូនអាចចូលទៅកាន់ page នាងខ្ញុំបានអរគុណច្រើនបងប្អូនដែលតែងតែគាំទ្រក៏ដូចជាទស្សនាវីដេអូក៏ដូចជា share ហើយនិង like page ចាជូនពរបងប្អូនទាំងអស់គ្នាសំណាងល្អសុខភាពល្អរស់ទទួលទានមានបានអរគុណច្រើនជម្រាបលាបាយ